ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកកាន់វីដេអូទី2នៃដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់កោះទុនសាយឆ្កែសមុទ្រលើសមុទ្រនេះសមុទ្រហើយបើក្បាលវីដេអូនេះមកគឺបងប្អូនឃើញហើយគឺនៅលើក្រែនេះគឺមានមនុស្សសមុទ្រហើយនឹងឆ្កែសមុទ្រកំពុងដេកហេតុផលដែលបើកមកឃើញមនុស្សសមុទ្រកំពុងដេកនៅលើមាត់ឆ្នេរនេះគឺដោយសារយប់មិញពួកខ្ញុំគេងអត់សូវលក់ទេដោយសារនៅហ្នឹងគេបិទភ្លើងនៅពេលយប់ចឹងទៅធ្វើឲ្យពួកខ្ញុំនឹងបែកញើសអត់ម្នាក់អត់សូវបានគេងទេគេងអត់សូវលក់អីចឹងទៅក៏ព្រលឹមឡើងក្រោកក្នុងគ្នាមកគេងមាត់ឆ្នេរទាំងអស់គ្នាកន្លែងខ្ញុំថតនេះពីល្ងាចទឹកឡើងដល់ច្រាំងខាងលើបងប្អូនដល់ពេលស្មាននេះស្រកអស់លីងក្មេងៗចង់ដឹងថាគាត់រកអីហ្នឹងឯងវ៉ាវកែរោអីអានេះមិនទៅបានកន្លែងហ្នឹងដែរបាទហ្នឹងនេះវ៉ាវតែអូនបានអីខ្លះមើលអូបានក្តាមទៀតបានក្តាមដែរពូលុយអ្វីអាក្តាមហ្នឹងរកតាមថ្មចឹងឲ្យកាយដីបាទយើងកាយដីយើងមិនក្រោយពីថតមនុស្សសមុទ្រគេងហើយខ្ញុំក៏មកមើលក្មេងៗបងអូនគឺជាអ្នកគាត់នៅលើកោះហ្នឹងឯងហើយគាត់កំពុងតែរកខ្យងរកខ្ចៅអីបងប្អូនមានរកក្តាមរកអីចឹងក៏ដើរថតគាត់លេងទៅព្រោះ activity ពេលព្រឹករបស់ខ្ញុំគ្មានអីទេដោយសារយើង plan ថាក្រោកពីដេកហើយញ៉ាំអីហើយក៏ចេញមកពេញវិញអញ្ចឹងពេលព្រឹកអត់មានធ្វើអីទេគឺមានតែដើរថតក្មេងៗនឹងឯងហើយអាចនឹងងូតទឹកតិចតួចចឹងទៅក្មេងៗពីរនាក់ហ្នឹងគឺបានសម្ដីមែនបងប្អូនសំខាន់មានក្នុងម្នាក់ហ្នឹងមានម្នាក់ឈ្មោះដូចខ្ញុំទៀតខ្ញុំឮគាត់ហៅអាឡុងខំងាកទៅតាមពិតគឺអូនពីរនាក់ហ្នឹងមានម្នាក់ឈ្មោះដូចខ្ញុំឈ្មោះឡុងមើលបងប្អូនចាប់ក្តាមមិនអស់ចិត្តក៏នាំគ្នាជួយចាប់ក្តាមបងប្អូនដែរមានដោយទាំងមនុស្សសមុទ្រភ្ញាក់ពីដេកមកជួយចាប់ក្តាមបងប្អូនគ្មានបានចាប់ទេយើងអត់មានជំនាញចាប់អញ្ចឹងបានតាអូនគាត់កាន់តាគៀបដែរចាប់ខ្ញុំបានធំថតពួកគាត់លេងប៉ុណ្្នឹងឯងអូនណាហើយបលឹមឡើងដើរតាមមាត់ឆ្នេរចឹងគឺ fresh ល្អបងប្អូនខ្ញុំ recommend មែនតើសម្រាប់បងប្អូនដែលផឹកស្វឹងពីយប់អីកុំឲ្យខកខានឲ្យសោះអាពេលដើរពេលព្រឹកហ្នឹងគឺ fresh ល្អហ្មងជាមួយអាខ្យល់ត្រជាក់តិចៗជាមួយនឹងទឹកអាឡុកពេលព្រឹកហ្នឹងល្អមែនតើហើយនេះគឺជាមុខខ្ញុំដោយសារតាចង់មើលអាទេសភាព fresh ពេកហ្នឹងពេលព្រឹកហ្នឹងមកគ្មានលុបមុខគ្មានស្អីទេបងប្អូនហើយក្របតែពេលដេកកាន់កាមេរ៉ាដើរថតយកបដ ாய் ហើយមើលមុខឡើងហើមសំពីងសំពងវិញហ្នឹងខ្វក់មើលបងប្អូនអើយតបមកក៏មានជាការងូតទឹកបដាហើយធីមខ្ញុំចាប់ដើមងូតហើយខ្ញុំចាំការទៀតសេតកាមេរ៉ាទុកចោលក៏ធ្វើជាការដើរចូលងូតទឹកតែម្ដងបងប្អូនយូរយើងបានទៅលេងម្ដងតាំងព្រឹកតាំងថ្ងៃតែល្ងាចដាក់មកអស់ដៃមកដូចខ្ញុំអញ្ចឹងលេងមកណាមកណីគ្មានខ្វល់រួលស្បែករួលអីខ្មៅសទេបងប្អូនហើយគឺសម្រុកចូលតែម្ដងពេលដែលខ្ញុំចុះលេងទឹកហ្នឹងគឺចុះលេងតែ3នាក់ទេអញ្ចឹងនៅ2នាក់ទៀតគាត់អត់ទាន់ចុះមកអញ្ចឹងពេលដែលគាត់ចុះមកពួកយើងក៏ឡើងមកជុំគ្នានៅខាងលើដើម្បីទៅរករបស់ញ៉ាំពេលព្រឹក What's up? Welcome to Rabbit Island. Oh yeah. I want to sleep now. Shooting my penny. Shoot my dick. ណ
នេះគឺជាអាហារពេលព្រឹករបស់ពួកខ្ញុំបងប្អូនដោយសារនៅលើនឹងអត់មានអីញ៉ាំទេអត់មានមីរ៉ូមីជាតិយើងណែតែអត់មានហើយមានតែមីហ្នឹងគាត់ថានៅសល់ស្តុកមីហ្នឹងក៏អូខេញ៉ាំក្នុងពេលញ៉ាំទៅព្រោះអត់អីញ៉ាំឲ្យបងប្អូនអើយហៅណាអញ្ចឹងក៏ដាក់មីម្នាក់មកកំប៉ុងហើយកាហ្វេម្នាក់មួយកែវតែញ៉ាំកាហ្វេអត់បានថតទេអញ្ចឹងក្នុងគ្នាថតតាញ៉ាំមីហ្នឹងទៅឯងជុំគ្នាផងញ៉ាំមីអង្គុយមាត់សមុទ្រនិយាយរឿងក្នុងចិត្តប្រាប់គ្នាផង10ឆ្នាំមានប្រហែលដងបងប្អូនគោះតែសាកម្ដង2ដងទៅអីចំពោះខ្ញុំអាទស្សនភាពបែបហ្នឹងគឺខ្ញុំចាំអត់ភ្លេចទេបងប្អូនវាបំបត្តិ stress បំបត្តិអីយើងបានមកសុបាយឈៀលជាមួយបរិយាកាសបែបហ្នឹងអាពេលហ្នឹងបងប្អូនពួកខ្ញុំពេញ stress ហើយអញ្ចឹងទៅពេលហ្នឹងគឺបាត់ stress អស់សឹងតា70-80% ហ្មងដោយសារពួកហ្នឹងម្នាក់ក្នុងគ្នា OT ហើយអញ្ចឹងឆ្លៀតពេលបាន2យប់ហ្នឹងដែលមួយយប់2ថ្ងៃហ្នឹងបានមកគេងមកសមុទ្រហ្នឹងអញ្ចឹងម្នាក់ stress ពេញទំហឹងហើយអញ្ចឹងក៏បានមកលេងហ្នឹងគ្រាន់បានកាត់ stress ដែរបងប្អូនក្រោយពីស្រស់ស្រូបអាហារពេលព្រឹកហើយនឹងកាហ្វេហើយពួកយើងក៏រៀបខ្លួនដើម្បីធ្វើដំណើរចេញទៅវិញនេះម៉ោងជាង10ហើយបងប្អូនម៉ោងជាង10ហើយបានទូកមកយកដោយសារមេឃហ្នឹងដូចជាអត់ស្រួលដែរពេលមកវាក៏ពិបាកទៅវិញក៏ពិបាកដែរបងប្អូនមេឃ2ថ្ងៃដែលខ្ញុំទៅហ្នឹងគឺមេឃស្ទុំភ្លៀងរហូតមកនៅខាងកែបហ្នឹងនេះពួកខ្ញុំទៅហើយចេញដំណើរទៅទូកហើយព្រោះទូកគាត់មកដល់ដែរអញ្ចឹងពួកខ្ញុំធ្វើដំណើរចេញទៅចំពេលទូកមកដល់មកដោយសារពេលដែលគាត់ចេញមកគាត់ទេប្រាប់ថាគាត់មកហើយអញ្ចឹងពួកខ្ញុំរៀបអីវ៉ាន់ពេលខ្ញុំទៅដល់គាត់មកដល់ដែរមកដល់កន្លែងផែដែលទូកចតហ្នឹងឯងមាន GoPro ចុយក្រោយពីរៀបចំអីវ៉ាន់ហើយបងម្ចាស់ទូកគាត់ក៏ចេញដំណើរហើយនេះពួកខ្ញុំចាប់ផ្ដើមចេញទៅហើយពេលដែលចេញទៅនេះបងប្អូនមានភ្លៀងពេលដែលចិត្តដល់ឆ្នាំងគឺមានភ្លៀងហ្មងភ្លៀងហើយទូកពេលហ្នឹងគឺចិត្តកលាប់ទៀតបងប្អូនដោយសារពួកខ្ញុំកិច្ចអាភ្លៀងហ្នឹងវាសាច់មកពីមកចំហៀងពួកខ្ញុំរត់ទៅមកចំហៀងដល់ពេលយើងទៅធ្វើឲ្យទូកផ្អៀងនាំគ្នាស្រែកឆោឡោពេញនឹងរហូតដល់បងគាត់ស្រែកទៅពួកយើងនាំគ្នារាយគ្នាទៅទូកក៏លេងអីវិញទៅហើយការចោះចតវិញគាត់បានចោះចតដល់ច្រាំងដែរគឺចោះចតប្រហែលជា5ម៉ែត្រពីច្រាំងអញ្ចឹងពួកខ្ញុំត្រូវធ្វើដំណើរក្នុងទឹកហ្នឹងដើម្បីឡើងមកលើច្រាំងដូចនេះខ្ញុំថតឲ្យបងប្អូនមើលហ្នឹងរាំងហើយមុនហ្នឹងគឺភ្លៀងខ្លាំងជាងនៅហ្មងហើយពេលហ្នឹងពួកខ្ញុំគឺកំពុងតែនៅលើទូកហើយមកដល់នេះគឺខ្ញុំបានសើមខ្លួនហ្នឹងបងប្អូនមើលគឺសើមហើយហ្នឹងពាក់អាវភ្លៀងផងបើអត់ពាក់អាវភ្លៀងដឹងជោគប៉ុណ្ណាទេហើយវីដេអូនៃដំណើរកំសាន្តទៅកាន់កោះទុនសាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយអរគុណជម្រាបលា